អញ្ចឹងយើងនឹងតរៀនរបស់យើងបន្តទៀតនៅក្នុង Android Studio អូខេនៅក្នុងមេរៀននេះយើងនឹងចាប់ផ្ដើមរៀនជាមួយនឹងវគ្គ OOP ដែលគេហៅសកាត់ OOP ដែលពាក្យពេញរបស់វាគឺ Object Oriented Programming អញ្ចឹងវាមានន័យយ៉ាងម៉េចអំពីពាក្យហ្នឹងតើឲ្យវាធ្វើការទៅលើអ្វីខ្លះខ្ញុំមកចង់ឲ្យអ្នកនរគ្នាមើលរូបភាពមួយនេះគឺជា simple របស់ Object Oriented Programming ទីទូទៅនៅពេលដែលយើងប្រើនៅក្នុង Android គឺយើងចង់ modify ឬយើងចង់ពិពណ៌នាអំពី object អ្វីមួយគឺយើងត្រូវឥឡូវខ្ញុំឧទាហរណ៍មួយចុះថានេះជា string ខ្ញុំដាក់ឈ្មោះ name ហើយនេះខ្ញុំដាក់ថាJohn James អូខេដាក់ James ហើយពេលដែលខ្ញុំដាក់ថាអាយុរបស់គាត់ខ្ញុំដាក់ string ឬក៏ដាក់ in ក៏បាន in x អាយុរបស់គាត់ដាក់33អញ្ចឹងហើយបន្ទាប់មកខ្ញុំដាក់ជាប់របស់គាត់ប្រើ string បែបនេះជាប់របស់គាត់មែនទេហើយជាប់របស់គាត់ធ្វើការអីគេគាត់គាត់សកម្មភាពរបស់គាត់ធ្វើអីគឺយើងអាចបំពេញនៅក្នុងនឹងបានទាំងអស់ទេហើយវាពិបាកហើយវាសំវាសូគេហៅថា complex មែនទេបើយើងគិតទៅគឺវាស្មុគស្មាញដូច្នេះបានគេបង្កើតនៅកម្មវិធីមួយគឺ OOP Object Oriented Programming អូខេយើងទៅមើលនឹងរូបភាពនេះមួយសិនដើម្បីខ្ញុំស្រួលបញ្យល់អ្នកនរគ្នាតោះនៅក្នុងនេះគឺជាគេបង្កើតអំពី class មួយដែល class គេដាក់ឈ្មោះថាឆ្កែណា dog class របស់យើងគឺនិយាយពី dog ហើយគេពិពណ៌នាអំពី object របស់គេគឺដាក់ឈ្មោះហើយបន្ទាប់មក method របស់វាគឺអីគេគឺសកម្មភាពរបស់វារត់វាលេងវាស៊ីអីចឹងទៅណាហើយបន្ទាប់មកគឺយើងពិពណ៌នាអំពីទំហំរបស់វាមកកម្ពស់ប្រមាណគីឡូប្រមាណអាហារវាស្អីគេគឺយើងប្រើ object oriented design ដើម្បី program វាអញ្ចឹងអានេះគឺជា main class ណាទេហើយបន្ទាប់មកយើងចង់ពិពណ៌នា class ទាំងអស់នេះឲ្យចូលក្នុង class ទី1នេះហៅថា object oriented programming អូខេដើម្បីកុំឲ្យខាតពេកយើងទៅជាមួយគ្នាតោះដើម្បីបង្កើត object oriented programming គឺដូចយើងបង្កើត class ថ្មីមួយអញ្ចឹងនៅក្នុង Android យើងអាចបង្កើត class មួយនៅក្នុង main class ហ្នឹងក៏បានឧទាហរណ៍ថាខ្ញុំដាក់ថាមកទៅពាក្យ class មកហើយយើងដាក់ថា dog ចុះ dog អូខេហើយយើងអាចដាក់សញ្ញាហ្នឹងមកដូចគ្នាមកសញ្ញាចេះមកអូខេហើយបន្ទាប់មកយើងអាចប្រើ string ប្រើអីដូចជាក្នុងមកប៉ុន្តែនៅក្នុងនេះគឺយើងអាចប្រើដាក់ key ចាអូខេយើងអាច run នៅលើនឹងបានទេបើថាខ្ញុំប្រើនេះអញ្ចឹងពេលដែលខ្ញុំប្រើខ្ញុំព្យាយាម print វាចេញមកគឺវាអាចអនុញ្ញាតយើង print នឹងទេណាហើយអីពីព្រោះវាគ្រាន់តែជាគេហៅ child class មួយនៅក្នុង main class អូខេចឹងដើម្បីប្រើវាបានយើងធ្វើម៉េចដើម្បីប្រើវាបានយើងត្រូវហៅវាមកប្រើនៅក្នុង main class របស់យើងគ្រាន់តែយកពាក្យខ្ញុំសូមដូរដាក់នឹងសធំវិញ d ធំអូខេយើងគ្រាន់តែវិញ do មកវានឹងចេញមកហើយអូខេចេញនៅខាងលើនេះអូខេម្ដងទៀតវាចេញនៅខាងលើនេះ dog អូខេយើងដាក់ do យើងអាច type ឲ្យវាប្រើមួយvariable របស់វាមក dog ជា variable របស់ dog ធំហ្នឹងហើយបន្ទាប់មកយើងដាក់គេអូខេសញ្ញាស្មើហើយដាក់ new dog ហើយបិទវិញមកអញ្ចឹងបើយើងចង់បានឈ្មោះនេះមកប្រើហើយយើងធ្វើម៉េចអូខេយើងគ្រាន់តែ dog.name អូខេsorry អានឹងមិនអាចធ្វើអញ្ចឹងបានទេដោយសារនឹងវាជា child class យើងអាច modify name វាទៅលើនេះតែម្ដងអូខេយើងដាក់ name ហើយយើងដាក់ key មែនទេហើយពេលដែលខ្ញុំចង់ print ចង់ run វាមកខាងក្រៅយើងធ្វើម៉េចយើងគ្រាន់តែ dog.name នឹងមកអូខេវាមានមុខមួយ dot name អញ្ចឹងពេលដែលខ្ញុំ print ពេលខ្ញុំ run វានឹងឃើញឈ្មោះ name ចេញឈ្មោះ key ហ្នឹងវានឹង run នៅលើនឹង key ឃើញទេនេះគឺជាឧទាហរណ៍ប៉ុន្តែនេះមិនមែនជាវិធីដែលល្អទេដោយសារយើងប្រើអញ្ចឹងគឺវាត្រូវការអូសយូរហើយពិបាកក្នុងការរកអញ្ចឹងវិធីដែលស្រួលគឺយើងត្រូវការបង្កើត class ថ្មីមួយបងប្អូនអាច navigate mouse cursor របស់យើងទៅក្នុងរូប project ហ្នឹងមកឬក៏រូប folder ហ្នឹងមកអូខេបន្ទាប់មកយើងនៅលើនេះគឺយើងមានអីគេយើងមាន main project របស់យើងដែលយើងបង្កើតជា main នេះឈ្មោះ app របស់យើងគឺ main បន្ទាប់មកនៅក្នុង main ហ្នឹងគឺមាន source អូខេយើងអាចចូលក្នុង source ដែលមានអក្សរកាត់ src ហើយក្នុង source ហ្នឹងគឺយើងមាន java ជា java class អូខេហើយយើងគ្រាន់តែឈរនៅលើ source ហ្នឹងមកហើយ right click បន្ទាប់មកយើងយក new បន្ទាប់មកយើងបង្កើតជា class អូខេខ្ញុំបង្កើតជា class ហើយខ្ញុំដាក់ថា phone ចុះឧទាហរណ៍ពីព្រោះខ្ញុំចង់ពិពណ៌នាអំពី phone ព្រោះនេះមានច្រើនមាន class interface record enum annotation and exception នៅក្នុងក្រោយយើងនឹងរៀនជាមួយគ្នាតែនៅក្នុងនេះយើងនឹងរៀនអំពី class អូខេយើងគ្រាន់តែចុចបារាំងមកយើង enter មកហើយប្រកាសថាមកឲ្យយើងចូលនៅលើ class ហ្នឹងអូខេខ្ញុំ enter អញ្ចឹងមានថាយើងមាន class 2យើងមានសន្ទុះយើងមាន
Java 2មែនទេទី1គឺ main Java ហើយទី2គឺ phone Java ប៉ុន្តែនៅក្នុង phone នេះគឺយើងអាច run វាបានទេពីព្រោះវាមិនមែនជា main អូខេបើយើងធ្វើការនៅក្នុង Android Studio វាមិនមែនជាអឺគេហៅថា opening screen running អូខេតបមកយើងគ្រាន់តែធ្វើការនៅលើនឹងដោយដូចមិញមកអូខេខ្ញុំមាន class ហើយអញ្ចឹង class គេអូខេខ្ញុំសូម skip នឹងចោលអញ្ចឹងគំរូនៃ class គឺយើងត្រូវចាំថាតែមានពាក្យ public ហើយនឹង class ហើយច្បាប់របស់ class child class គឺយើងអាចដូរ public ទៅជា private បានទេបើសិនខ្ញុំជាដូរទៅជា private វានឹង error យកតែម្ដងហេតុអីពីព្រោះ class នេះគឺវាត្រូវប្រើ access ទៅលើ class ផ្សេងទៀតបើយើងដាក់អញ្ចឹងគឺឥឡូវខ្ញុំឧទាហរណ៍មួយបើខ្ញុំដាក់អានឹង private ខ្ញុំអាចប្រើហៅវាមកប្រើនៅនឹងបានទេខ្ញុំព្យាយាម way phone បាទ way phone មានពិតមែនប៉ុន្តែវានឹងចេញ red error ហើយខ្ញុំដាក់ថា phone new phone អូខេ phone គេនៅក្នុងនេះដោយសារជា private អញ្ចឹងពេលយើងអាចធ្វើការបានតែវាចេញ error នៅកន្លែងនេះអូខេអញ្ចឹងខ្លះរបស់យើងគឺយើងត្រូវប្រើគេ public ជាដាច់ខាតនៅក្នុងនេះបងប្អូនអាចពណ៌នេះមកអញ្ចឹង phone យើងត្រូវតែមានអីគេមានឈ្មោះមែនទេ name អូខេខ្ញុំចង់ដាក់ឈ្មោះអញ្ចឹងយើងចង់ modify ឬក៏ចង់ប្រព័ន្ធនេះអំពី class របស់យើងអូខេ class នេះយើងចង់និយាយអំពីទូរស័ព្ទអញ្ចឹងយើងដាក់ឈ្មោះទូរស័ព្ទយើងសិតមានអីខ្លះឥឡូវសម័យសិនអូខេខ្ញុំប្រើ int ចុះ int អូខេដាក់ memory RAM ដាក់ RAM គេដាក់តា RAM បានហើយ in មួយទៀតមក camera អូខេហើយអូខេ in មួយទៀតចុះហើយខ្ញុំដាក់ថា screen អូខេហើយបើសិនជាយើងចង់ពិពណ៌នេះច្រើនប៉ុណ្ណាក៏អត់បញ្ហាដែរយើងអាចពិពណ៌នេះទូរស័ព្ទនឹង color ឲ្យបានខ្ញុំដាក់មួយទៀតមកខ្ញុំដាក់ string ហើយខ្ញុំប្រើថា color អូខេ color បែបនេះអូខេអញ្ចឹងនៅពេលដែលយើងចង់ set name យើងចង់ហៅឈ្មោះ phone នឹងមកប្រើគឺយើងខ្ញុំនឹងបញ្យល់ម្ដងទៀតបើយើងដាក់ string ធម្មតាអញ្ចឹងយើងចង់ដាក់ថាphone name មែនទេ phone name អញ្ចឹងមកដើម្បីបញ្ជាក់ថាឈ្មោះនោះគឺឈ្មោះរបស់ phone ហើយខ្ញុំដាក់ឈ្មោះខ្ញុំឈ្មោះ phone នោះមក iPhone 14 Pro ចឹងអូខេ14 Pro មែនទេអូខេហើយយើងចង់ print វាមកខាងក្រៅគឺបានពិតប្រកបគឺបានប៉ុន្តែចុះបើសិនជាយើងមាន RAM មាន screen មាន color មានអីទៀតយើងពិបាកក្នុងការសរសេរអញ្ចឹងត្រឡប់មកវិញយើងគ្រាន់តែសរសេរគេហៅឈ្មោះ class របស់យើងទៅបង្កើតមិញមកយើងឲ្យវាយ ph មកវានឹង load auto បន្តិចហើយអញ្ចឹងវានឹងដាក់ default package នៅកន្លែងនេះដោយសារអីយើងបង្កើតនៅក្នុង package របស់យើងអូខេហើយយើង enter មកយើងដាក់ variable របស់វាដាក់អីក៏បានដែរ my phone ឬក៏ដាក់ phone ហើយដាក់ phone ចុះ new ស្មើឲ្យ new phone អូខេមានតែយើងចង់ឲ្យ phone នឹងធ្វើការនៅក្នុង class main class របស់យើងអូខេខ្ញុំ enter ហើយនៅក្នុងនេះយើងចង់ហៅ name ឬក៏យើងចង់បង្កើត name phone នៅក្នុងនោះមួយយើងគ្រាន់តែដាក់ phone dot អូតែនេះសង្កេតមើលពេលដែលយើងប្រើ dot យើងនឹងឃើញឈ្មោះ variable ដែលយើងបង្កើតនៅក្នុង phone class អូខេមានអីគេ name camera color RAM and screen យើងត្រឡប់ទៅមើលក្នុង phone របស់យើងនឹងឃើញចឹងដែរ name camera screen color អញ្ចឹងបើសិនយើងដាក់មួយទៀតវានឹង load ទៅតាមហ្នឹងហើយមានន័យថាយើងអាច phone នេះគឺវានឹងកំណត់យកអ្វីដែលយើងបានចំនួន variable ដែលយើងបានបង្កើតនៅក្នុង phone class ហ្នឹងយកមកប្រើនៅក្នុង phone នេះព្រោះយើងហៅ phone class ហ្នឹងមកប្រើនៅក្នុង main class អូខេឥឡូវយើងដាក់ phone.name ចុះហើយដើម្បីដាក់ឈ្មោះបានគឺស្តៀងនឹង string ដែរយើងគ្រាន់តែចុចដាក់សញ្ញាស្មើដាក់សញ្ញាពេញបន្តមកហើយខ្ញុំដាក់ថា CK Samsung អូខេ Samsung អូខេ Samsung បានហើយអូខេអញ្ចឹងយើងអាច print បានហើយអូខេពេលខ្ញុំ run មកវាខ្ញុំដាក់ថាម៉េច my okay sorry my phone is អីគេនេះគឺដាក់បូកជាមួយនឹងអីគេ phone.name ណា .name អូខេចឹងមានថាពេលខ្ញុំ print យើងឃើញបានលទ្ធផលមួយគឺ my phone is Samsung now you can see my phone is Samsung អូខេបន្ទាប់មកគឺយើងអាចធ្វើវាបានខ្លះៗហ្នឹងបងប្អូនអាចគាត់តែបង្កើតវាដូចជាខ្ញុំមក phone បើយើងចង់បានអីគេ phone. អីគេ camera អូខេយើងដាក់ camera គឺដោយសារវា put in យើងអត់ដាក់នេះទេយើងដាក់13ចឹងមកអូខេហើយយើងដាក់ phone. អីគេ screen អូខេខ្ញុំ screen ខ្ញុំប្រើ23ចុះឧទាហរណ៍ចឹងបាទអីចឹងមកបាទនេះគឺជាវិធីមួយដែលយើងអាចងាយស្រួលក្នុងការដែលយើងប្រើបែបនេះបាទហើយយើងអាច print វាចេញមកខាងក្រៅក៏បានដែរខ្ញុំសូម delete នេះចោលសិន
ok ចឹងនៅក្នុង phone ខ្លះហ្នឹងយើងបានរៀនអំពីមកអញ្ចឹងគឺយើងមានរូបភាពមួយដែលយើងអាចប្រើ method បាននៅក្នុងហ្នឹងមិនត្រឹមតែយើងអាច modify ពីពន្ធនាអំពីរូបរាងរបស់វាអីនោះទេប៉ុន្តែថែមទាំងយើងអាចបង្កើត method បានក្នុងនោះផងដែរជាឧទាហរណ៍ខ្ញុំចង់បង្កើត method មួយដែលទាក់ទងជាមួយនឹងឲ្យវា play music អូខេខ្ញុំចូលក្នុង phone ហើយនៅក្នុង phone ខ្ញុំចូលនឹង enter ទី3បន្ទាត់មកហើយយើងដាក់ public ខ្ញុំ set syntax មួយសោះ void អូខេបន្ទាប់មកគឺខ្ញុំដាក់ថា string ពីព្រោះខ្ញុំចង់ឲ្យវា return ទៅជា string ហើយខ្ញុំដាក់សញ្ញាវងកញ្ចក់ហើយនៅក្នុងនេះខ្ញុំចង់ input អីគេនៅពេលដែលយើងសរសេរ code បែបនេះគឺក្នុងវងកញ្ចក់គឺយើងចង់ input អីគេខ្ញុំត្រូវដាក់ input string នេះដោយសារនេះគឺជាប្រភេទ string អូខេsorry អា string នោះមិនមែនទេខ្ញុំសុំទោសចាំតិចសិនខ្ញុំដាក់play music អូខេ play music ខ្ញុំបើកនេះបើកនោះវិញអញ្ចឹងអានេះជា name ទេខ្ញុំទៅអត់ឲ្យដាក់ string ទេខ្ញុំដាក់ name ថាខ្ញុំដាក់ថា music track ចេះចំណងជើងបទចម្រៀងហើយខ្ញុំដាក់ថា play music អូខេអញ្ចឹងនេះគឺជាឈ្មោះដែលខ្ញុំចង់ឲ្យ phone នឹងវា play music ហើយបន្ទាប់មកគឺខ្ញុំអាចដាក់ string នៅក្នុងនឹងហើយបន្ទាប់មកអា string នេះយើងអាចដាក់ប្រមាណក៏បានដែរខ្ញុំដាក់string មួយទៀតមកអូខេតាម string មួយទៀតមកហើយឈ្មោះ string variable របស់ string គឺអីគេឧទាហរណ៍ខ្ញុំដាក់ដូចជា time អីចឹងមកដូចគ្នាដែរប៉ុន្តែនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្កើតតែមួយសិនបងប្អូនត្រូវចាំថាពេលដែលយើងបង្កើតអញ្ចឹងគឺយើងត្រូវ call នៅក្នុងដែរឥឡូវខ្ញុំចុចមកក្រោមហើយខ្ញុំចង់ឲ្យវាធ្វើការអីគេក្នុងហ្នឹង method របស់ខ្ញុំគឺខ្ញុំចង់ឲ្យវា play music នេះឥឡូវខ្ញុំចង់ print មួយគឺខ្ញុំដាក់ថាអូខេខ្ញុំដាក់ថា playing music ហើយដាក់ចុច2មកហើយបូកជាមួយនឹងគេបូកជាមួយនឹង music track របស់ខ្ញុំអូខេអញ្ចឹងខ្ញុំចង់ឲ្យវាធ្វើការនេះមួយគឺវា play បទចម្រៀងមួយហើយនឹងបទចម្រៀងនេះហើយ music track នេះគឺជា parameter ដែលខ្ញុំបោះចូលទៅក្នុងហ្នឹងដើម្បីខ្ញុំកំណត់នៅក្នុង main class អូខេអញ្ចឹងយើងត្រឡប់ទៅក្នុង main class វិញសិនអូខេដល់ពេលដែលត្រឡប់ main class វិញគឺពេលដែលខ្ញុំrun មួយទៀតអូខេខ្ញុំនឹង run នៅលើម្ដងពេលដែលខ្ញុំសរសេរ phone បងប្អូនឃើញពេលខ្ញុំសរសេរ phone ហើយខ្ញុំចុច dot មួយមកដើម្បីដាក់ method របស់វាអរនេះឃើញមានvariable void ថ្មីមួយបានកើតឡើងគឺ play music ដែលយើងត្រូវបង្កើតដើម្បីមិញនេះហើយពេលដែលខ្ញុំចុចលើនឹងថេបមកនៅក្នុងនឹងគឺយើងអត់អាច blank វាបានទេដោយសារអីនៅក្នុង phone class នេះគឺយើង import string ប៉ុន្តែបើសិនជាខ្ញុំលុបអានឹងចោលពិតប្រាកដគឺនៅក្នុងនេះយើងអាច blank បានឃើញទេវាអត់ error ឲ្យយើងទេតែដោយសារនេះគឺខ្ញុំអត់លុបទេគឺខ្ញុំដាក់នឹងមកគឺខ្ញុំចង់ដាក់ name នៅក្នុងនេះអូខេ play music គេខ្ញុំដាក់ថា I need you more អូខេចុចមួយមកអញ្ចឹងមិនតែខ្ញុំចង់ print អីគេឥឡូវខ្ញុំសុំ comment line មួយចុះសិនហើយយើងយកទៅណាយើងទៅមិន comment ក៏បានដែរតោះយើងទៅ print មួយទៀតយើងទៅ run មួយទៀតគឺយើងដាក់គេ phone dot a dot អូខេ dot name មែនទេមានន័យថានេះគឺវាពេលយើងដាក់អញ្ចឹងគឺវា run auto បន្តិចហើយនឹងយើងមិនដាក់ត្រូវការសុំទោសគេខ្ញុំសុំដាក់នេះមកក្រោមវិញដោយសារអី method នោះយើងបាន return នៅក្នុង class phone រួចទៅហើយណាអញ្ចឹងខ្ញុំនឹងសរុបសេចក្តីនេះវិញអញ្ចឹងទី1វានឹង print my phone is phone name របស់យើងគឺ Samsung ខ្ញុំសូមដាក់ដូចជា iPhone 13 14 Pro អូខេបន្ទាប់មកគឺ system out print របស់ខ្ញុំគឺទី1វា print នេះគេ my phone is ឈ្មោះមួយនេះបន្ទាប់មកវានឹង print បន្ទាប់ទី2 print ដោយសារអីនៅក្នុង phone នេះគឺខ្ញុំដាក់ print ណានេះឃើញទេអញ្ចឹងបន្ទាប់មកគឺវា print នេះគេI need you more track music អញ្ចឹង music is playing គឺអានេះគឺវា set method នៅក្នុងនឹងហើយឥឡូវយើង run មើលសិនដើម្បីយើងដឹងលទ្ធផលរបស់វាអូខេយើងនឹងឃើញ line ទី1គឺគេ playing music អូខេ line ទី1គឺ my phone is iPhone 14 Pro playing music I need you more អូខេអញ្ចឹងមានថានៅក្នុង object oriented programming គឺយើងអាចកំណត់ behaviors គឺឬក៏សកម្មភាពឬក៏ទង្វើណាមួយដែលយើងចង់ឲ្យវាធ្វើនេះគឺតាក់ទងជាមួយនឹងហ្នឹងហើយមួយទៀតស្រដៀងគ្នាជាមួយនឹងការយើង set name យើងការទទួល name ទទួល variable អំពី phone ខ្លះទៅប្រើនៅក្នុង main យើងអាចប្រើមធ្យោបាយមួយទៀតគឺយើងប្រើ public អូខេខ្ញុំនឹងបញ្យល់អំពី public បន្តិចទៀតយើងសរសេរ code នេះមួយសិន public ហើយយើងដាក់ថាអីគេដាក់ថា void style string តែលើនេះខ្ញុំដាក់ថា set name បងប្អូននៅពេលដែលយើងវាយពាក្យ C
set វានឹង run automatic setter variable ដែលយើងបានបង្កើតអូខេខ្ញុំយកខាងលើ set name ខាងក្នុងនេះខ្ញុំសូមដាក់ blank ចុះខ្ញុំដាក់អីទេហើយបន្ទាប់មកគឺយើងចង់ set នេះទៅជាអីគេខ្ញុំនឹងប្រើ this នេះគឺជាវា this គឺមានអត្ថន័យថាវា return this គឺវាចង់និយាយទៅលើ class context របស់វាដែលមាន throw នៅលើហ្នឹងអូខេខ្ញុំសរសេរសិនណាកុំឲ្យយើងវង្វេងតិចគេ name បន្ទាប់មកគឺ name មួយទៀតគេបែបនេះអូខេមានន័យថាវានឹងទទួល name ពី this នេះគឺជា class ដែលវាឈរអញ្ចឹងបើសិនជាខ្ញុំឈរនៅក្នុង phone class this នេះគឺជា phone ហ្នឹងឯងប៉ុន្តែបើខ្ញុំហៅ phone ទៅប្រើនៅក្នុង this នេះគឺជា main class អូខេអញ្ចឹងនៅក្នុងនេះគឺយើងអាចធ្វើវាបានគឺ name អូខេយើងទៅមើលបន្តទៀតគឺយើងអាចប្រើបានវិធីមួយទៀតលេងដាក់ phone get name ប៉ុន្តែនៅពេលដែលខ្ញុំវាយមួយទៀតគឺខ្ញុំដាក់ខាងក្រោមនេះមកខ្ញុំដាក់ថា phone set name អូខេអញ្ចឹង phone set name អូខេយើងអាចឃើញនៅនេះគឺយើងអាចហៅ set name នឹងមកប្រើបានហើយអូខេតើវិញដោយសារយើង set name បែបនេះគឺវាអត់ត្រឹមត្រូវទេយើងត្រូវថែម string មួយទៀតដោយសារវាមិនមែនជា class return ទេអញ្ចឹងខ្ញុំដាក់ string នៅកន្លែងហ្នឹងមួយហើយខ្ញុំដាក់ name អូខេដាក់ name មកអត់អីទេអូខេអញ្ចឹងយើងពេលដែលឃើញគឺវាមាន related problem មួយដោយសារអីពេលដែលយើងប្រើបែបនេះ class name នេះគឺវាអាចប្រើ automatic ដូចជា phone.name បានទៀតទេយើងអាចទៅមើលក្នុងនេះយើងនឹងឃើញបែបនេះគឺ error មួយអញ្ចឹងខ្ញុំគ្រាន់តែដូរឈ្មោះ name ហ្នឹងមកដាក់នេះបានដែរអូខេ set name ហ្នឹងខ្ញុំដាក់ក្នុងហ្នឹងជំនួសឲ្យការដាក់ផ្ទាល់តែម្ដងអូខេហើយយើងអាចលុបនឹងចោលបានអញ្ចឹងពេលខ្ញុំ print មកគឺមានន័យថាយើងទទួលបាន name ហ្នឹងឯងអូខេយើងឃើញគឺ my phone is iPhone 14 Pro អញ្ចឹងវាស្រដៀងគ្នាបន្តិចប៉ុន្តែគឺពេលដែលយើងប្រើ set name គឺយើងអាចប្រើ get name មួយទៀតពេលដែលយើងចង់ប្រើ class មួយទៀតបញ្ចូលទៅក្នុង class មួយទៀតនៅក្នុងខ្ញុំនឹងប្រើ syntax មួយទៀតខ្ញុំបីពាក្យថា public អញ្ចឹងនៅក្នុងនេះខ្ញុំអត់ប្រើ void ទេខ្ញុំប្រើ string តែម្ដងអូនត្រូវចាំថាពេលដែលយើងអត់ប្រើ void គឺយើងប្រើ string គឺ class គឺជា class return អញ្ចឹងខ្ញុំប្រើ get name វិញ get name គឺយើងប្រើគេ get name នេះគឺយើងអាចដាក់ដូចគ្នាដែរមកខ្ញុំប្រើ string ដោយសារខ្ញុំប្រង get វាជា string ហើយខ្ញុំដាក់ name ដូចគ្នាហើយបន្ទាប់មកខ្ញុំបើកគ្នាមួយមកហើយនៅក្នុងខ្ញុំដាក់ this អត់សំដៅ return this dot name អូខេអញ្ចឹងមានន័យថា return គឺមានអត្ថន័យថាវានឹង return name អ្វីដែលមាននៅក្នុងនេះចេញទៅ automatic តែម្ដងគឺវា set get name ពី set name ហ្នឹង get name ពី class ដែលវាឈរនៅហើយវា return ទៅឲ្យ console វិញអូខេយើងទៅមើលជាមួយគ្នាអញ្ចឹងនៅក្នុងនេះគឺយើងអាចប្រើ get name បានអញ្ចឹងនេះយើងមាន set name ហើយមែនទេខ្ញុំសូមលុបនឹងចោលចាស់ហើយខ្ញុំតបមកយើងអាចប្រើបែបជា print បែបហ្នឹងមកហើយខ្ញុំដាក់ថា phone dot get name យើងនឹងឃើញ get name អូខេអានេះខ្ញុំសូមប៉ិតអានេះយកប្រើនោះទេខ្ញុំសូមលុបនឹងចោលក៏បានអូខេចឹងនៅពេលដែលយើងប្រើ get name គឺយើងអាចបាច់ input អីទេដោយសារអីគឺវា get name គឺវា return រួចទៅហើយ return គឺមានតែវា return អំពី variable string in អ្វីណាមួយដែលវាមាននៅក្នុងហ្នឹងវា return ទៅtab ដែលដូចគ្នាអូខេអញ្ចឹងខ្ញុំប្រើហ្នឹងដោយសារខ្ញុំនៅក្នុង class main class របស់យើងគឺយើងដាក់ input វានៅក្នុងហ្នឹងអញ្ចឹងខ្ញុំសូមវាយម្ដងទៀតយើងអាច for យើងដាក់ get name ដល់ពេលនេះយើងនឹងឃើញវាដាក់វងកញ្ចក់ឲ្យយើងប៉ុន្តែវាអត់ឲ្យយើង input អ្វីនៅក្នុងហ្នឹងទេអញ្ចឹងពេលដែលខ្ញុំ run វាយើងនឹងឃើញបែបនេះអូខេវានឹងឃើញ iPhone Music Pro អូខេយើងអាចដាក់ដូចគ្នាមិញមកយើងអាចថា string មួយ my phone is 2បូកជាមួយនឹងនេះ result ដូចគ្នាគឺ my phone is iPhone 14 Pro អូខេអញ្ចឹងបញ្យល់ហើយណាអញ្ចឹងខ្ញុំនឹងទៅបញ្យល់មួយទៀតទាក់ទងជាមួយនឹង public ពីខ្ញុំបានពីពណ៌នាមមិញអញ្ចឹងនៅក្នុង public គឺបងប្អូនឃើញនៅកន្លែងនេះគឺ string តែ string ដែលអត់មាន public នៅក្នុងនេះយើងមាន class ចំនួន public គឺសម្រាប់statement ប្រហែលនេះគឺមានប្រហែលជាមាន3យើងអាចដាក់ set public ឬក៏មួយទៀតគឺ private ហើយមួយទៀតគឺ protect អូខេ protect បាទបែបនេះអញ្ចឹងនៅក្នុង class គឺទូទៅដែលយើងប្រើប្រាស់ច្បាប់របស់ class គឺ always public តែនៅយើងនៅក្នុង variable របស់យើងអាចដាក់ private បានអូខេ
ចឹងភាពខុសគ្នារវាង private ចឹងនៅពេលដែលខ្ញុំប្រើ private បែបនេះគឺខ្ញុំនឹងអត់អាចអឺប្រើ string នេះទៅ across ឆ្លងទៅ main class ឬក៏ class ផ្សេងទៀតទេឧទាហរណ៍ខ្ញុំប្រើ phone ហើយខ្ញុំជា .name វាអត់មានទេឃើញទេវានឹងចេញក្រហមមែនទេដោយសារអីយើងប្រើនេះគឺអឺ private អញ្ចឹងខ្ញុំនឹងឆែកវាទៅជា public វិញយើងនឹងឃើញទំហំវាមកគឺវាខុសគ្នាយើងនឹងឃើញគឺ load សញ្ញាធម្មតាវិញយើងអាចប្រើ name បែបនេះមកបែបនេះអូខេអញ្ចឹងនេះគឺជាភាពខុសគ្នារវាង public and private អូខេហើយមួយទៀតនោះគឺយើងអាចពេលក្រោយនៅក្នុងវីដេអូក្រោយខ្ញុំនឹងបង្រៀនពី constructor យើងអាច public វាបានប៉ុន្តែយើងប្រើkey មួយទៀតគឺ super key អូខេអញ្ចឹងខ្ញុំនឹងបញ្ចូលលេខមួយទៀតគឺ public voice គឺជា voice មួយដែលយើងអាចប្រើចម្រុះគ្នាដូចជា string integer ឬក៏ int ឬក៏អីអញ្ចឹងទៅឬក៏ boolean ឬក៏អ្វីណាមួយនៅក្នុងហ្នឹងប៉ុន្តែបើសិនជាយើងអត់ប្រើ void ទេមានន័យថា class នេះគឺជា class return អញ្ចឹងនៅក្នុង class return គឺអ្នកនរអាចប្រើវាជា get name ជា string ជា int វាអត់ប្រើបានច្រើនទេបើសិនជាខ្ញុំប្រើជា int នឹងថាដាក់ខ្ញុំដាក់ public int ហើយបន្ទាប់មកខ្ញុំដាក់គេ get ram អូខេកាមេរ៉ាក៏បានហើយដាក់សញ្ញានេះមួយមកហើយបើកមកវិញអញ្ចឹងវាត្រូវ return នៅគេទៅវិញវាជាដាច់ខាតវាត្រូវតែ return in នឹងវិញ type of in នឹងទៅវិញអញ្ចឹងខ្ញុំដាក់ return this get camera អូខេអញ្ចឹងមានថា camera នេះគឺជា type of in ពេលយើងចូលមកលើនោះយើងនឹងឃើញតែ in camera វាអត់អាច return នេះទៅជាគេname បានទេយើងដាក់ name អូខេវានឹងចេញ error ដោយសារអី name នេះគឺជា type របស់គេរបស់ string អូខេអញ្ចឹងប្រហែលជាបងប្អូនយល់ហើយហ្នឹងណាអូខេអរគុណច្រើនសម្រាប់តាមដានវីដេអូនេះយើងនឹងជួបគ្នាវគ្គ2នៅក្នុងវីដេអូក្រោយអរគុណច្រើនសូមព្រះប្រទានពរ